get engaged ប្រែថាភ្ជាប់ពាក្យបាទ get married ប្រែថារៀបការបាទប្រែថារៀបការជំរាបសួរបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះយើងមកសិក្សា clear ម្ដងណាបងប្អូនបាទនេះ phrasal verbs បាទអញ្ចឹង phrasal verbs ប្រែថា clear បាទអញ្ចឹងថ្ងៃនេះយើងនឹងទៅសិក្សា clear សំខាន់ដែលបងប្អូនប្រើនៅក្នុងជីវិតប្រចាំថ្ងៃបាទបើសិនជាបងប្អូនចង់ចេះស្រៈព្យញ្ជនៈនិងអានពាក្យឲ្យបានត្រឹមត្រូវតោះរៀនភាសាអង់គ្លេសជាមួយ OLF អញ្ចឹង clear ទី1បងប្អូននេះ get a job បាទ get a job ហ្នឹងប្រែថាទទួលបានការងារបាទអញ្ចឹងពេលដែលបងប្អូនទទួលបានការងារហ្នឹងយើងប្រើ clear ហ្នឹង get a job បាទអញ្ចឹងយើងទៅមើលប្រយោគបងប្អូននេះ I will get a job soon បាទ I will get a job soon អញ្ចឹងប្រែថាម៉េចបងប្អូននេះខ្ញុំនឹងទទួលបានការងារឆាប់បាទខ្ញុំនឹងទទួលបានការងារឆាប់អញ្ចឹងនេះ get a job បាទអញ្ចឹង get a job ទទួលបានការងារ soon នេះប្រែថាឆាប់ណាបងប្អូននេះពាក្យហ្នឹង soon ហ្នឹងប្រែថាឆាប់ហ្នឹងហើយបាទដូច្នេះ I will get a job soon ហ្នឹងប្រែថាខ្ញុំនឹងទទួលបានការងារឆាប់បាទអញ្ចឹង get a job ទទួលបានការងារណាតោះបងប្អូនចំណាំតាមហ្នឹងទៅបាទ clear មួយទៀត get home បាទ get home ប្រែថាមកដល់ផ្ទះបាទ get home ប្រែថាមកដល់ផ្ទះអញ្ចឹងយើងទៅមើលប្រយោគឧទាហរណ៍នេះបងប្អូន I get home at 6 o'clock បាទ I get home at 6 o'clock អញ្ចឹងប្រែថាខ្ញុំមកដល់ផ្ទះនៅម៉ោង6បាទអញ្ចឹងនេះបងប្អូន get home ហ្នឹងមកដល់ផ្ទះណាហ្នឹងហើយអញ្ចឹងបងប្អូនអាចប្រើនៅក្នុងជីវិតប្រចាំថ្ងៃបានបាទអញ្ចឹង get home ប្រែថាមកដល់ផ្ទះបាទដូចជាបងប្អូនមកពីសាលារៀនមកពីកន្លែងធ្វើការអញ្ចឹងបាទបងប្អូនអញ្ចឹងយើងចូលទៅ clear មួយទៀតនេះបាទ get up បាទ get up ប្រែថាក្រោកពីគេបាទអញ្ចឹងក្រោកពីគេប្រើ clear ហ្នឹង get up បាទអញ្ចឹងបងប្អូនមើលមកកាន់ប្រយោគឧទាហរណ៍នេះ I get up at 5 o'clock បាទ I get up at 5 o'clock អញ្ចឹងបងប្អូនមើលមកនេះខ្ញុំក្រោកពីគេនៅម៉ោង5បាទនេះបងប្អូនខ្ញុំក្រោកពីគេនៅម៉ោង5អញ្ចឹងបើបងប្អូនចង់និយាយថាខ្ញុំក្រោកពីគេនៅម៉ោង7អីនៅម៉ោង7អីហ្នឹងបាទនេះបងប្អូនបដូរមកបាទ I get up at 7 o'clock បាទអញ្ចឹងបងប្អូនបដូរអញ្ចឹងទៅហ្នឹងហើយអញ្ចឹង get up ប្រែថាក្រោកពីគេបងប្អូនយកទៅប្រើទៅបាទយើងចូលទៅកាន់ clear មួយទៀតនេះបងប្អូនបាទ get engaged ប្រែថាភ្ជាប់ពាក្យបាទអញ្ចឹងភ្ជាប់ពាក្យគេប្រើហ្នឹង get engaged បាទប្រែថាភ្ជាប់ពាក្យមកយើងមើលមកប្រយោគនេះបាទនេះ She got engaged already បាទ She got engaged already ប្រែថានាងភ្ជាប់ពាក្យរួចហើយបាទអញ្ចឹងបងប្អូនបាទនាងភ្ជាប់ពាក្យរួចហើយបាទបងប្អូនអញ្ចឹង got engaged បាទភ្ជាប់ពាក្យអញ្ចឹងកន្លែងនេះជា past simple ទេណាបងប្អូនបាទអញ្ចឹងបើ present simple យើងដាក់ get engaged តែទីនេះដោយសារតែនាងបានភ្ជាប់ពាក្យហើយយើងដាក់ got engaged បាទដូច្នេះ she got engaged already បាទប្រែថានាងបានភ្ជាប់ពាក្យរួចហើយបាទអញ្ចឹងតែណាភ្ជាប់ពាក្យអីហ្នឹងគឺយើងប្រើហ្នឹងបាទយើងប្រើ clear ហ្នឹងបាទ get engaged បាទតែភ្ជាប់ពាក្យបាទដូច្នេះបងប្អូនយើងចូលទៅកាន់ clear មួយទៀតបាទបន្ទាប់ពី get engaged ហើយនេះបាទ get married ប្រែថា
រៀបការបាទប្រែថារៀបការមកមើលមកប្រយោគឧទាហរណ៍ He's going to get married next month He's going to get married next month បាទអញ្ចឹងប្រែថាគាត់នឹងរៀបការខែក្រោយបាទអញ្ចឹងបងប្អូននេះឃ្លាយើងនេះ get married រៀបការ next month បាទ next month ហ្នឹងគឺខែក្រោយហ្នឹងឯងបាទដូច្នេះឃ្លាថា get married ប្រែថារៀបការបាទបងប្អូនអញ្ចឹងឃ្លានេះគឺសំខាន់បងប្អូនហើយបងប្អូនចេះមកឃ្លាអញ្ចឹងទៅបងប្អូនអាចយកទៅប្រើប្រាស់ប្រចាំថ្ងៃបានណាបងប្អូនបាទបងប្អូនអញ្ចឹងនៅក្នុងវីដេអូនេះយើងសិក្សាប៉ុណ្ណេះតាក់ទងនឹងឃ្លាហ្នឹងបងប្អូនយកទៅប្រើប្រាស់ទៅហើយបើសិនជាបងប្អូនចាប់អារម្មណ៍វគ្គសិក្សាមូលដ្ឋានគ្រឹះភាសាអង់គ្លេសកម្រិតដំបូងបងប្អូនអាច comment ពាក្យថា OK នៅខាងក្រោមវីដេអូបន្តមកទៀតបងប្អូននឹងទទួលបានព័ត៌មានសិក្សាបាទជួបគ្នាវីដេអូក្រោយបើសិនជាបងប្អូនចង់ចេះស្រាក់ព្យញ្ជនៈនិងអានពាក្យឲ្យបានត្រឹមត្រូវតោះរៀនភាសាអង់គ្លេសជាមួយ OLF